ម៉ាក់នឹងអាណាព្យាបាលជាទីស្រឡាញ់ខ្ញុំដឹងថាការដើរមមាញឹកជាមួយនឹងការងារប្រចាំថ្ងៃដើម្បីរកប្រាក់ចំណូលសម្រាប់គាត់ពងគ្រួសារនិងកូនជាទីស្រឡាញ់គឺជាការដើររវល់យ៉ាងខ្លាំងបំផុតហើយនាងខ្ញុំបានជ្រាបយ៉ាងច្បាស់ថាប៉ាម៉ាក់នឹងអាណាព្យាបាលជាទីស្រឡាញ់កំពុងតែស្វែងរកសាលាដែលអាចមើលថែអប់រំនិងផ្ដល់ចំណេះដឹងដល់កូនជាទីស្រឡាញ់របស់ប៉ាម៉ាក់ឲ្យចេះឲ្យឆ្លាតនិងធ្វើឲ្យពួកគេមានអារម្មណ៍ល្អស្រស់ថ្លាសប្បាយនិងរីករាយជាមួយនឹងការអភិវឌ្ឍផ្នែកបញ្ញាស្មារតីកាន់តែល្អដូច្នេះខ្ញុំសូមណែនាំសាលាសិលាមាសដែលជាសាលាដែលមានគុណភាពល្អនិងមានតម្លៃសមរម្យហើយសម្រាប់នាងខ្ញុំផ្ទាល់ក៏បានសម្រេចចិត្តចុះឈ្មោះកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំឲ្យចូលរៀននៅសាលាសិលាមាសផងដែរក្រោយពីបានចូលរៀននៅសាលាសិលាមាសកូនប្រុសរបស់ខ្ញុំអភិវឌ្ឍផ្នែកបញ្ញាស្មារតីនិងការនិយាយស្ដីល្អជាងមុនគេចេះអានចេះសរសេរហើយគេមានមិត្តភ័ក្តិល្អនៅសាលារៀនទៀតផងហើយលោកគ្រូអ្នកគ្រូបានស្រឡាញ់មើលថែនិងយកចិត្តទុកដាក់ចំពោះគេខ្លាំងមែនទែនការដែលគេបានទទួលការអប់រំពីលោកគ្រូអ្នកគ្រូដែលយកចិត្តទុកដាក់និងក្តីស្រឡាញ់ហើយនឹងមានមិត្តភ័ក្តិល្អក៏បានធ្វើឲ្យកុមារភាពរបស់គេបានក្លាយទៅជាអនុស្សាវរីយ៍ដ៏ល្អការដែលធ្វើឲ្យកូនតូចមានកុមារភាពល្អនឹងក្លាយជាឫសគល់មួយដែលអាចជួយជំរុញឲ្យគេមានអនាគតល្អនិងក្លាយជាធនធានល្អសម្រាប់សង្គមជាតិផងដែរនៅសាលាមាសមិនត្រឹមតែផ្ដល់ចំណេះដឹងទូទៅដល់កូនជាទីស្រឡាញ់របស់ប៉ាម៉ាក់និងអាណាព្យាបាលនោះទេក៏បានបង្រៀនឲ្យគេចេះលេងកីឡានិងការថែទាំសុខភាពអនាម័យរាងកាយបានយ៉ាងល្អបំផុតពួកគេបានទទួលការអប់រំផ្នែកសីលធម៌និងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនដូច្នេះប៉ាម៉ាក់ឬអាណាព្យាបាលគួរតែរស់រឡើងក្នុងការយកកូនជាទីស្រឡាញ់ចុះឈ្មោះចូលរៀននៅសាលាដែលល្អនិងមានតម្លៃសមរម្យហើយខ្ញុំសូមណែនាំថាសាលាមាសពិតជាសាលាដែលមានគុណភាពល្អហើយមានតម្លៃសមរម្យខ្ញុំជឿជាក់ថាការដែលប៉ាម៉ាក់សម្រេចចិត្តយកកូនជាទីស្រឡាញ់មកចុះឈ្មោះនៅសាលាមាសនោះមិនខកបំណងឡើយប៉ាម៉ាក់នឹងឃើញពីការប្រែប្រួលរបស់កូនជាទីស្រឡាញ់របស់ប៉ាម៉ាក់ក្នុងការអភិវឌ្ឍផ្នែកស្មារតីបញ្ញានិងការនិយាយស្ដីល្អជាងមុនហើយនេះសុទ្ធសឹងតែជាគោលបំណងប្រាថ្នាដែលប៉ាម៉ាក់និងអាណាព្យាបាលចង់ឲ្យកូនជាទីស្រឡាញ់ទទួលបាននូវចំណេះដឹងសីលធម៌និងសុខភាពល្អទំនាក់ទំនងក្នុងការរស់នៅក្នុងសង្គមដូច្នេះខ្ញុំសូមណែនាំសាលាសិលាមាសនៃអង្គការក្តីសង្ឃឹម